មានពីរអ្នកម្ដាយកូនដែលមានជីវភាពសមរម្យកូនប្រុសរបស់គាត់ប្រកបមុខរបរជាអ្នកដើរទិញឈើក្រអូបចំណែកម្ដាយនៅចាំផ្ទះហើយថែមទាំងមានជំងឺកូនប្រុសរបស់គាត់ទៅទិញឈើក្រអូបទៅម្ដងរយៈពេល2-3ខែទើបមកដល់ផ្ទះវិញម៉ែកូនទៅលើកនេះប្រហែលជាឆាប់មកវិញទេក៏ព្រោះតែកូនមានម៉ួយដែលកំពុងរងចាំនៅទីនោះស្រាប់ម៉ែកុំបារម្ភពីកូនអីបើកូនមកវិញកាន់តែលឿនកាន់តែល្អណាកូនម៉ែនៅតែម្នាក់ឯងគឺពិបាកខ្លាំងណាស់ព្រោះតែម៉ែមានអាការៈមើលមិនសូវច្បាស់ខ្ញុំនឹងជួលអ្នកបម្រើឲ្យនៅជាមួយម៉ែគ្រាន់នឹងបានបម្រើម៉ែនៅពេលដែលខ្ញុំមិននៅដូច្នេះម៉ែកុំបារម្ភអីខ្ញុំនឹងចាត់ចែងឲ្យក្មេងនៅក្នុងភូមិឲ្យមកបម្រើម៉ែប៉ុន្តែកុំដល់ថ្នាក់នឹងអីកូនម៉ែគិតថាធ្វើដល់ថ្នាក់នឹងវាលើសលប់ពេកហើយសម្រាប់ម៉ែចេះស្ដាកូនម៉ែគិតថាដល់ពេលហើយណាកូនដែលកូនត្រូវតែយកប្រពន្ធម៉ែចាស់ណាស់ហើយម៉ែចង់ឲ្យកូនមានគ្រួសារមុនពេលចំណែកនៅក្នុងគ្រួសារនេះមានពីរអ្នកម្ដាយកូនដែលកូនមានឈ្មោះថានាងបុប្ផាហើយនាងបុប្ផាក៏មានចិត្តលួចចេស្តាប៉ុន្តែចេស្តាទុកនាងត្រឹមតែជាប្អូនស្រីតែខ្ញុំត្រូវធ្វើយ៉ាងម៉េចទៅម៉ែដើម្បីបានបងចេស្តាដើម្បីឲ្យបងចេស្តាបាក់ចិត្តមកលើខ្ញុំពិតជាត្រូវការគាត់ខ្ញុំពិតជាមិនអាចដោះលែងគាត់ឲ្យទៅអ្នកណាបានទេកុំបារម្ភអីណាកូនស្រីម៉ែបានដើរកាត់ផ្ទះចេស្តាកាលពីព្រឹកម៉ែឮចេស្តានិយាយជាមួយនឹងម្ដាយរបស់គេមុនពេលដែលគេចេញដំណើរទៅដឹកឈើក្រអូបគេនឹងតាមម្ដាយគេគ្រប់យ៉ាងបើសិនជាម្ដាយគេពេញចិត្តយកអ្នកណាម្នាក់មកធ្វើជាប្រពន្ធបែបនេះគឺជាការប្រសើរណាស់ម៉ែអញ្ចឹងខ្ញុំគួរតែទៅយកចិត្តម្ដាយបងចេស្តាដើម្បីឲ្យអ៊ំស្រីគាត់ពេញចិត្តនឹងខ្ញុំហើយដល់ពេលនោះគាត់នឹងយកខ្ញុំធ្វើជាកូនប្រសារគឺពិតមែនហើយណាកូនគួរតែទៅយកចិត្តម្ដាយរបស់ចេស្តាបើកូនយកចិត្តគាត់បានហើយគាត់នឹងយកកូនធ្វើជាកូនប្រសាររបស់គាត់ដល់ពេលនោះកូននឹងបានចេស្តាមកធ្វើជាប្តីនេះគឺជាផែនការដ៏ល្អណាស់ម៉ែខ្ញុំពិតជាចង់បានបងចេស្តាមកធ្វើជាប្តីហើយផែនការនេះខ្ញុំនឹងធ្វើដោយជោគជ័យម៉ែចាំតែមើលទៅខ្ញុំនឹងយកបងចេស្តាឲ្យបានអញ្ចឹងកូនប្រញាប់ចាត់ការទៅកូនប្រញាប់ទៅយកចិត្តម្ដាយចេស្តានៅពេលនេះភ្លាមទៅព្រោះតែពេលនេះគាត់មានអាការៈកាន់តែទ្រុឌទ្រោមហើយថែមទាំងមើលមិនច្បាស់ថែមទៀតចាម៉ែខ្ញុំនឹងទៅយកបន្ទុកនៅពេលនេះអញ្ចឹងម៉ែកុំភ្លេចជួយដាំបាយទឹកផងណាខ្ញុំមិនទាន់បានដាំបាយទឹកនោះទេម៉ែដាំបាយទឹកផងទៅចាកូនស្រីចាំម៉ែនឹងដាំបាយទឹកកូនប្រញាប់ទៅយកចិត្តអនាគតម្ដាយក្មេករបស់កូនចោះយកបន្ទុកឲ្យបានច្រើនណាកូនបន្ទាប់ពីនិយាយគ្នារួចនាងបុប្ផាក៏បានធ្វើដំណើរទៅផ្ទះចេស្តាបន្តិចក្រោយមកនាងបុប្ផាក៏បានដើរមកដល់ផ្ទះចេស្តាអ៊ំស្រីនេះតើបងចេស្តាទៅដឹកឈើក្រអូបបាត់ហើយតើមែនទេទើបបានជាមិនឃើញគាត់នៅផ្ទះបែបនេះអ៊ំស្រីចេស្តាគេទើបតែទៅអំបញ្ញមិញដែរទេអ្នកក្មួយហើយតើក្មួយមករកចេស្តាមានការអ្វីមែនទេសោកស្ដាយណាស់ដែលចេស្តាគេបានចេញទៅបាត់គឺខ្ញុំមករកបងចេស្តាគ្មានកិច្ចការអ្វីទេណាអ៊ំស្រីប៉ុន្តែខ្ញុំមករកអ៊ំស្រីគឺមានកិច្ចការដោយខ្ញុំឃើញថាអ៊ំស្រីនៅផ្ទះតែម្នាក់ឯងខ្ញុំចង់មកជួយដាំបាយដាំទឹករៀបចំម្ហូបជូនអ៊ំស្រីមិនចាំបាច់ទៅដឹងក្មួយអ៊ំអាចធ្វើដោយខ្លួនឯងបាននាំតែលំបាកដល់ក្មួយបុប្ផាតែប៉ុណ្ណោះដូច្នេះក្មួយបុប្ផាមិនចាំបាច់ជួយកិច្ចការអ្វីដល់អ៊ំពេកទេគឺម៉ែបានទៅស្រែបាត់ហើយណាអ៊ំស្រីក៏ព្រោះតែគាត់បានដេញខ្ញុំឲ្យមកជួយមើលថែអ៊ំស្រីដោយគាត់ខ្លាចថាអត់មានអ្នកណារៀបចំបាយទឹកឲ្យអ៊ំអញ្ចឹងខ្ញុំក៏ស្ម័គ្រខ្លួនមកពិតជាមានទឹកចិត្តល្អណាស់ក្មួយមានរូបរាងស្អាតបាតហើយថែមទាំងមានចិត្តល្អថែមទៀតនេះបើសិនជាមានអ្នកណាបានបុប្ផាមកធ្វើជាប្រពន្ធប្រកាសជាមានសំណាងអ៊ំស្រីចេះតែបញ្ចូលខ្ញុំហើយអញ្ចឹងខ្ញុំសូមឡើងទៅរៀបចំបាយទឹករៀបចំផ្ទះជូនអ៊ំស្រីសិនអ៊ំស្រីអង្គុយលេងនៅខាងក្រោមផ្ទះចោះបុប្ផាជាក្មេងនៅក្នុងភូមិហើយថែមទាំងមានចិត្តល្អប្រពៃថែមទៀតរូបរាងក៏ស្អាតបាតខ្ញុំពិតជាពេញចិត្តបុប្ផាខ្លាំងណាស់ខ្ញុំនឹងនិយាយចេស្តាឲ្យរៀបការជាមួយបុប្ផាធ្វើជាប្រពន្ធមួយរយៈពេលបានកន្លងផុតទៅនាងបុប្ផាតែងតែមកចុកចិត្តម្ដាយចេស្តាជារៀងរាល់ថ្ងៃរហូតដល់ម្ដាយចេស្តាកាន់តែពេញចិត្តហើយក៏បានផ្សំផ្គុំឲ្យពួកគេទាំងពីរនាក់រៀបការជាមួយគ្នានៅថ្ងៃមួយនោះថ្ងៃដែលចេស្តាត្រូវទៅដឹកឈើក្រអូបដោយរាល់ដងបងកុំបារម្ភពីម៉ែអីណាខ្ញុំអាចមើលថែគាត់បានហើយមួយរយៈពេលនេះម៉ែមានអាការៈបានធូរស្រាលជាងមុន
បងផ្ដាំអូនជួយមើលថែម៉ែរបស់បងផងក៏ព្រោះតែអាការៈគាត់កាន់តែលំបាកហើយបងជឿជាក់ថាអូនអាចនឹងមើលថែគាត់បាននៅពេលដែលបងមិននៅកុំបារម្ភអីណាបងម្ដាយរបស់បងក៏ដូចជាម្ដាយរបស់ខ្ញុំអញ្ចឹងមិនថាម្ដាយក្មេកមិនថាម្ដាយបង្កើតគាត់គឺជាអ្នកមានគុណបងជ្រើសរើសយកអូនធ្វើជាប្រពន្ធពិតជាមិនខុសក៏ព្រោះតែអូនគឺជាមនុស្សដែលកតញ្ញូយកចិត្តទុកដាក់ចំពោះមនុស្សចាស់បងពិតជាមានអារម្មណ៍ថាមានមោទនភាពដែលបងជ្រើសរើសយកអូនមកធ្វើជាប្រពន្ធបងកាន់តែនិយាយបញ្ចូលខ្ញុំហើយណាអញ្ចឹងបងប្រញាប់ទៅនឹងបានទៅដល់ហើយក៏ប្រញាប់មកវិញខ្ញុំនឹងរងចាំបងនៅផ្ទះខ្ញុំនឹកបងជានិញអញ្ចឹងបងទៅសិនហើយបងនឹងប្រញាប់បានមកវិញណាប្រពន្ធសម្លាញ់កុំភ្លេចមើលថែខ្លួនហើយមើលថែទ្រព្យសម្បត្តិរបស់យើងឲ្យបានកាន់តែល្អបន្ទាប់ពីនិយាយផ្ដាំផ្ញើប្រពន្ធរួចចេស្តាក៏បានបរទេះក្របីចាកចេញទៅនិយាយពីម្ដាយរបស់ចេស្តាគាត់មានអាការៈកាន់តែធ្ងន់ធ្ងរទៅក៏ព្រោះតែនាងបុប្ផាដែលត្រូវជាប្រពន្ធរបស់ចេស្តាតែងតែបង្អត់បាយគាត់ហើយថែមទាំងមិនឲ្យគាត់លេបថ្នាំដែលគ្រូពេទ្យបានឲ្យទើបបានជាបណ្ដាលឲ្យគាត់មានការទ្រុឌទ្រោមសម្រាកនៅលើគ្រែយ៉ាងម៉េចហើយយាយកញ្ចាស់នេះតើយាយកញ្ចាស់បាននិយាយអ្វីប្រាប់កូនដែរទេបើហ៊ានតែនិយាយប្រាប់កូនឲ្យបានដឹងយាយកញ្ចាស់ឯងដឹងតែអត់បាយហើយនាងគឺជាមនុស្សអាក្រក់ណាស់នាងបុប្ផាហើយដើម្បីបានជានាងធ្វើបែបនេះចំពោះយើងខំតែអាណិតខំតែពេញចិត្តយកនាងមកធ្វើជាកូនប្រសាប៉ុន្តែចុងក្រោយនាងបែរជាធ្វើបាបយើងទៅវិញក្រែងកាលពីមុនខ្ញុំបាននិយាយប្រាប់យាយកញ្ចាស់ឲ្យដឹងហើយតើមែនទេថាខ្ញុំយកកូនយាយឯងក៏ព្រោះតែខ្ញុំស្រឡាញ់គាត់ប៉ុន្តែខ្ញុំមិនបានស្រឡាញ់យាយឯងនោះទេខ្ញុំបានឲ្យតែយាយឯងស្លាប់តែប៉ុណ្ណោះយើងពិតជាមិននឹកស្មានទេថាយើងមើលមនុស្សខុសក្មេងស្រីដែលសម្ដែងធ្វើជាបារម្ភពីយើងប៉ុន្តែបែរជាមកធ្វើបាបយើងទៅវិញទាំងដែលយើងមានចិត្តអាណិតប្រណីបើថ្ងៃនឹងមិនបាននិយាយអ្វីប្រាប់កូនទេចាំបន្តិចទៀតយើងនឹងទៅយកបបរមកឲ្យស៊ីហើយយើងនឹងមិនឲ្យយាយឯងលេបថ្នាំដែលគ្រូពេទ្យបានប្រាប់ឲ្យលេបនោះទេនាងពិតជាមនុស្សស្រីពឹសពុលនាងកូនប្រសាចិត្តអប្រិយនាងកូនប្រសាខូខើយើងពិតជាមានការសោកស្ដាយល្មមបានហើយណាយាយកញ្ចាស់កុំឲ្យយើងអស់ការអត់ទ្រាំឲ្យសោះប្រយ័ត្នតែយើងលែងឲ្យបបរស៊ីទៅអញ្ចឹងយើងទៅយកបបរមកឲ្យបន្ទាប់ពីនិយាយរួចនាងបុប្ផាក៏បានដើរទៅផ្ទះបាយដើម្បីធ្វើបបរឲ្យម៉ែក្មេកនៅពេលនោះនាយចយក៏បានដើរមកដល់ខាងក្រៅផ្ទះហើយក៏បានឮបុប្ផានិយាយនាងនេះពិតជាសាហាវមែននៅមុខអ្នកភូមិរាល់គ្នាសម្ដែងធ្វើជាបារម្ភខ្លាំងណាស់ប៉ុន្តែនៅតែពីរអ្នកស្ងាត់បែរជាធ្វើបាបអ៊ំស្រីដល់ថ្នាក់នេះខ្ញុំត្រូវតែទៅស្ទាក់ដំណើរចេស្តាដើម្បីឲ្យគេមកចាត់ការប្រពន្ធជើងល្អម្នាក់នេះបន្តិចក្រោយមកនាយចយក៏បានធ្វើដំណើរស្ទាក់ផ្លូវចេស្តាបានសម្រេចហើយក៏បាននិយាយរៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់ឲ្យចេស្តាបានដឹងដែលប្រពន្ធរបស់ខ្លួនតែងតែធ្វើបាបម្ដាយជានិច្ចបើសិនដូចជាអ្វីដែលឯងនិយាយមែនយើងប្រកាសជាមិនលើកលែងទោសឲ្យនាងទេនាងហ៊ានធ្វើបាបម្ដាយយើងដល់ថ្នាក់នេះរយៈពេលដែលនាងមកធ្វើជាប្រពន្ធរបស់ឯងនាងប្រហែលជាធ្វើបាបម្ដាយឯងជារៀងរាល់ថ្ងៃប៉ុន្តែប្រហែលមកពីនាងគំរាមគាត់ទើបបានជាគាត់មិនហ៊ាននិយាយប្រាប់ឯងឲ្យបានដឹងយើងពិតជាកូនគ្មានបានការមែនសម្លាញ់ហើយដើម្បីបានយើងមិនដែលចាប់អារម្មណ៍រឿងនេះបែបនេះម្ដាយរបស់យើងតែងតែទៅរកគ្រូពេទ្យជាប្រចាំហើយគ្រូពេទ្យតែងតែប្រាប់យើងថាអាការៈគាត់កាន់តែធ្ងន់ធ្ងរទាំងដែលគ្រូពេទ្យរកថ្នាំពូកែឲ្យគាត់ប៉ុន្តែគាត់នៅតែមិនទាន់ជាសះស្បើយទៀតប៉ុន្តែពេលនេះឯងបាននឹងចម្លើយហើយណាសម្លាញ់ដើមហេតុគឺមកពីបែបនេះទើបបានជាធ្វើឲ្យអ៊ំស្រីគាត់មានអាការៈកាន់តែលំបាកនៅពេលនេះយើងបានចាក់ចេញមកឆ្ងាយគួរសមយើងគួរតែដល់ពេលដែលត្រូវទៅផ្ទះវិញដើម្បីលបមើលនាងអរគុណណាស់សម្លាញ់ដែលសម្លាញ់បានយករឿងនេះមកប្រាប់នៅពេលដែលគ្នាមកតាមផ្លូវគ្នាគិតថាចេស្តាប្រហែលជាមិនជឿនៅអ្វីដែលគ្នានិយាយបានប្រាប់ឯងទេប៉ុន្តែឯងបែរជាមកជឿយើងបែបនេះយើងពិតជាត្រេកអរណាស់សម្លាញ់យើងជាមិត្តនឹងគ្នាតាំងពីនៅតូចហើយដើម្បីបានយើងមិនជឿនៅអ្វីដែលឯងនិយាយយើងស្គាល់ចិត្តឯងច្បាស់ណាស់ដូច្នេះហើយទើបយើងជឿជាក់លើឯងអញ្ចឹងយើងប្រញាប់ទៅលបមើលសិនហើយចេស្តាក៏បានធ្វើដំណើរទៅផ្ទះវិញដោយទុករទេះក្របីឲ្យនាយចយជាអ្នកមើលការខុសត្រូវឆាប់ហូប
ភ្លាមទៅមានដៃដុសបញ្ចុកខ្លួនឯងទៅកុំនៅដេកចាំឲ្យមានអ្នកលើកបញ្ចុកពេក យើងមិនអាចលើកដៃដុសបបរដោយខ្លួនឯងបានទេនាងជួយដុសបបរដាក់មាត់យើងបន្តិចមកនៅពេលនេះយើងឃ្លានយើងពិតជាឃ្លានណាស់នាងបុប្ផា ប្រាប់ហើយមានដៃគួរតែដុសបបរដាក់មាត់ខ្លួនឯងទៅនេះមិនតាន់បានធប់ក្លិនឆ្អេះឆ្អាបដែលកូនយាយកញ្ចាក់ឯងឲ្យយើងបដូរការពីព្រឹកបាញ់ផងមិនបានជាយាយឯងមិនដុសបបរដាក់មាត់ខ្លួនឯងទៅ ឈប់ភ្លាមនាងបុប្ផានេះមែនទេដែលជាប្រពន្ធល្អគ្រប់លក្ខនេះមែនទេដែលជាប្រពន្ធដែលយើងស្រឡាញ់នាងគឺជាស្រីកាកី បងចេស្តានេះក្រែងបងបានចេញដំណើរទៅដឹកឈើកណ្ដូបហើយតើមែនទេហើយអ្វីបានជាបងមកវិញបែបនេះ នាងមានការភ្ញាក់ផ្អើលណាស់តើមែនទេក៏ព្រោះតែយើងបានដឹងពីសកម្មភាពដែលនាងបានធ្វើបែបនេះចំពោះម្ដាយយើងហើយយើងក៏ប្រញាប់មកវិញនៅពេលដែលគេបានយកដំណឹងនេះទៅប្រាប់បើយើងមិនមកឃើញនឹងភ្នែកទេប្រហែលយើងនៅតែបន្តឲ្យនាងធ្វើបាបម្ដាយយើងបែបនេះជារៀងរហូត ខ្ញុំខុសហើយអ្នកបងចេស្តាបងលើកលែងទោសឲ្យខ្ញុំម្ដងទៅខ្ញុំសន្យាថាថ្ងៃក្រោយនឹងមកធ្វើបែបនេះដាក់ម៉ែទៀតទេបងលើកលែងទោសឲ្យខ្ញុំម្ដងទៅណាបង នាងកុំហៅម្ដាយយើងថាម៉ែក្មេកអីនាងមិនមែនជាកូនប្រសាររបស់គាត់ទេនាងបានគំរាមម្ដាយយើងដោយមិនឲ្យប្រាប់ការពិតមកឲ្យយើងដឹងទើបបានជាគាត់មិនហ៊ាននិយាយបែបនេះម៉ែកូនសុំទោសដែលកូនមិនដែលតាមដានកន្លងមក ខ្ញុំខុសហើយណាបងចេស្តាបងលើកលែងទោសឲ្យខ្ញុំម្ដងទៅណាបងខ្ញុំនឹងខុសហើយណាបង ខ្ញុំនឹងយកដីស្រែចម្ការទាំងអស់មកវិញហើយខ្ញុំនឹងបណ្ដេញនាងចេញពីផ្ទះរបស់ខ្ញុំនាងមិនមែនជាប្រពន្ធខ្ញុំចាប់តាំងពីថ្ងៃនេះទៅចេស្តាក៏បានបណ្ដេញនាងបុប្ផាចេញពីផ្ទះហើយចេស្តាក៏បានយកម្ដាយទៅសង្គ្រោះនៅមន្ទីរពេទ្យរហូតដល់ម្ដាយរបស់គេមានអាការៈដូចដើមវិញ